មុនគេថាបាញ់មិនចាញ់ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទសូមលើកយកនៅមុនគេថាបាញ់មិនចាញ់មុនគេថានេះគឺយើងប្រើសម្រាប់សូត្រដើម្បីគួចកណ្ដុងកំភ្លើងរបស់សត្រូវដែលប៉ុនប៉ងបាញ់មកលើយើងកុំឲ្យវាបាញ់ចាញ់ឲ្យបាញ់ទៅគឺស្លាក់កាយចុបកាយមិនអាចបាញ់ចាញ់មិនអាចសម្លាប់យើងបានមុនគេថានេះផងដែរខ្ញុំសូមផ្ដាំទៅដល់បងប្អូនថាកុំយកទៅលេងសើចកុំយកទៅសាកល្បងប្រេះផ្ដាស់ឲ្យសោះព្រោះវាអាចមានគ្រោះថ្នាក់មកដល់ខ្លួនយើងដោយប្រការណាមួយឬមុនគេថាអាគមរបស់បុព្វបុរសខ្មែរយើងទាំងឡាយបើប្រើចង់ឲ្យមានប្រសិទ្ធភាពគឺត្រូវតែបងប្អូនប្រើដោយពុំមានការប្រមាទកុំយកទៅលេងសើចឬសាកល្បងប្រេះផ្ដាស់ត្រូវតែមានអាសន្នអន់ក្រចាំយើងប្រើទៅមានប្រសិទ្ធភាពហើយមួយវិញទៀតបើសិនជាបងប្អូនបានកាន់សិល5ជាប់ជានិច្ចដោយពុំដាច់នៅសិលណាមួយគឺរឹតតែពូកែស័ក្តិសិទ្ធិខ្លាំងក្លាទៅទៀតហើយមុនគេថានេះផងដែរមុននឹងយើងសូត្រត្រូវតាំងនមោតស្សៈចំនួន3ចប់ចំនួនសិននមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនៅពេលដែលយើងសូត្រនមោ3ចប់រួចហើយយើងសូត្រនមន្តគេថានេះទាំងអស់គ្នាថាដែលគេថានេះផងដែរគឺមាន2មេទី1យើងសូត្រថាធារੰអរហੰគួយចុចុអរហੰចុ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 នេះគឺជាមេទី1យើងសូត្រចំនួន7ចប់ហើយចំណែកឯមេទី2គឺយើងសូត្រថាធាគួយចុកៈឧគួយចុកៈឧគួយចុអៈ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 នេះគឺជាមេទី2ហើយយើងសូត្រចំនួន7ចប់ដូចគ្នាមុនគេថាទាំងពីរមេនេះគឺបងប្អូនយកទៅប្រើមួយណាក៏បានដែរគឺមានអានុភាពខ្លាំងពូកែស័ក្តិសិទ្ធិដូចគ្នាក៏ប៉ុន្តែសូមបងប្អូនកុំអួតអាងឲ្យសោះយើងចេះប្រកបដោយបញ្ញាស្មារតីកុំយកទៅអួតអាងកុំអាងតែខ្លួនចេះអាងតែខ្លួនចេះអាចវិនិច្ឆ័យខ្លួនឯងណាបងប្អូនអាងតែថាអញចេះនៅមុនគេថានេះមុនគេថានោះហើយមានសេចក្តីប្រមាទច្បាស់ជាចប់របស់គេបំខានដូចមានរឿងដំណាលកាលពីជំនាន់ដើមដែលតាខ្ញុំគិតនិយាយថាមានបរិសុទ្ធ2នាក់គិតអាងខ្លួនគិតចេះរបៀនមន្តអាគមហើយគិតមើងងាយសត្រូវគិតថាបើសិនជាឯងបាញ់អញងឹបឯងទៅចោះអញឲ្យឯងរួចខ្លួនបើថាឯងបាញ់អញមិនងឹបទេអញសម្លាប់ឯងទាំងពូជដូច្នេះហើយក៏តាមម្នាក់ទៀតបានលឺអញ្ចឹងបាញ់មែនបាញ់តាដែលចេះមន្តអាគមនោះដាក់ផងគណៈក្បាលផោះងឹបបាត់ទៅនេះបងប្អូនដោយសារអីដោយសារការអួតអាងមានអំនួតអាងតែខ្លួនឯងចេះដោយពាក្យចាស់លោកពោលថាដំរីជើង4គង់តែមានផ្លិតអ្នកប្រាជ្ញចេះស្ទើរគង់តែមានផ្លេចដូច្នេះហើយកុំអួតអាងបើយើងចេះប្រើប្រកបដោយបញ្ញាប្រើដោយកុំមានការធ្វេសប្រហែសកុំមានការប្រមាទនោះប្រកាសជាមន្តអាគមយើងនឹងប្រកែស័ក្តិសិទ្ធិក៏ប៉ុន្តែទោះបីជាយើងខ្លាំងក្លាប៉ុណ្ណាក៏ដោយឲ្យតែយើងប្រមាទគឺច្បាស់ជាចប់ខ្ញុំសូមផ្ដាំបងប្អូនតែប៉ុណ្ណឹងហើយជាចុងក្រោយវីដេអូរបស់ខ្ញុំក៏សូមសំណូមពរដល់បងប្អូនទាំងអស់គ្នាជួយចុច like ជួយ subscribe ដល់ channel YouTube របស់ខ្ញុំបាទផងដើម្បីជាកម្លាំងចិត្តដល់ខ្ញុំបាទធ្វើនៅវីដេអូមុនគេថាផ្សេងទៀតចែកជូនទៅដល់បងប្អូនទាំងអស់គ្នាសូមអរគុណ